សូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะមតហោរតនតយសៈវន្តិមិទូព្រះបង្គំអង្គខ្ញុំកណាសូមអភិវន្ទតុនកាយក្រៅសំពះនៃគុណកតទាំង3ទី1គឺពុទ្ធរតនៈទី2គឺពធទី3គឺសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាមួយលើសូមនមស្ការថ្វាយបង្គំចំពោះព្រះមេគុណខេត្តបាត់ដំបងព្រមទាំងព្រះអនុគុណក្រុងព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូចាតកាវត្តនមិត្តអរិយបារាមហោវិឆាលនៅក្នុងឱកាសរាត្រីយប់នេះអាត្មាភាពសូមចម្រើនពរដល់ញោមញាពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបពុញ្ញដ្ឋានទាំងអស់ប៉ុណ្ណាដែលកំពុងតែទស្សនាពីការ live ឬក៏ការទស្សនាពីការផុសវីដេអូខ្លីៗដោយអាត្មាភាពព្រះភិក្ខុជាគូមិនមែនអីជាចូលអ្នកពោលវិទ្យុទេព្រោះនេះជាការ live ចេញអំពីកฎអាត្មាភាពផ្ទាល់អញ្ចឹងឮច្បាស់ក្តីមិនឮច្បាស់ក្តីសូមអធ្យាស្រ័យហើយថ្ងៃនេះថ្ងៃពហុណា11រោចខែចេសឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ព្រឹងថ្ងៃទី11ខែមិថុនាឆ្នាំ2026ចឹងដោយអាត្មាភាពនាថ្ងៃខាងមុខញញោមពុទ្ធបរិស័ទបានដឹងហើយប៉ុណ្ណាអាត្មាភាពនឹងធ្វើនៅក្នុងកម្មវិធីបុណ្យតក្ខណានុប្រទាននឹងគម្រប់ខួប6ឆ្នាំដើម្បីឧទ្ទិសកុសលជូនចំពោះឧបាសិកាច័ន្ទយានដែលត្រូវជាយាយអាត្មាភាពផ្ទាល់ហើយប៉ុណ្ណឹងក៏មានការប្រកេនចង្ហាន់ប្រសង126អង្គដែលញោមញាពុទ្ធបរិស័ទប្រុសស្រីបានចូលរួមជាចង្ហាន់មកតុ60000រៀលមកតុ60000រៀលហើយម្យ៉ាងទៀតមានការសម្ដែងធម្មទេសនាក្រែ2បន្ទាប់មកក៏យើងពិធីគូចបិណ្ឌបាតញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្រប់រូបគុណដ្ឋានកម្មវិធីបុណ្យនេះយើងប្រព្រឹត្តទៅតែមួយព្រឹកទេប៉ុណ្ណាគឺថ្ងៃអាទិត្យទី28ខែមិថុនាពោអញ្ចឹងញោមពុទ្ធបរិស័ទប្រុសស្រីសូមអញ្ជើញមកបានច្រើនកកហើយថ្ងៃហ្នឹងត្រូវថ្ងៃ14កើតពោ14កើតណាញោមអញ្ចឹងញោមពុទ្ធបរិស័ទត្រៀមទាំងអស់គ្នាហើយសូមចម្រើនពរញោមពុទ្ធបរិស័ទថាយើងអញ្ជើញមកពីព្រឹកមកញោមមកអញ្ជើញមកពីព្រឹកមកម៉ោង6 7អីធ្វើម៉េចមកដល់វត្តមកញោមម៉ោង7កន្លះយើងប្រពកម្មវិធីធ្វើកិច្ចនមស្ការសមាទានសិលច្បាប់ប្រព្រឹត្តម៉ោង8យើងទេសនាម៉ោង9យើងរាប់បាតអញ្ចឹងគឺញោមមកឲ្យបានច្រើនកកមកលឿនមកញោមអូហើយសូមបញ្ជាក់បើនៅបញ្ចុះគឺយើងរៀបដល់ម៉ោង8ជាងយើងឈប់ហើយព្រោះវាអស់ហើយញោមនៅឧទាហរណ៍ញោមហើយយើងដល់កម្មវិធីទៅយើងកន្លែងវិវយើងវាពិបាកអញ្ចឹងញោមអញ្ចឹងញោមខ្លះគាត់ហូបបាយនៅផ្សារញោមខ្លះក៏ហូបនៅផ្ទះញោមខ្លះក៏គាត់មកផ្សារនៅវត្តពេលព្រឹកគឺនៅបញ្ចុកព្រោះអញ្ចឹងញោមពុទ្ធបរិស័ទហើយសូមចម្រើនពរញោមបន្តិចព្រោះក្រៅប្រធានបទចំណែកដែលញោមពុទ្ធបរិស័ទចូលរួមជាទឹកសុទ្ធសូមចម្រើនពរថាអាត្មាភាពត្រូវការទឹកសុទ្ធ200យួរញោមចូលរួមឧបត្ថម្ភហើយយើងនៅសល់200យួរហ្នឹងយើងចាត់ចែងទៅឧបត្ថម្ភញោមទៅហ៊ានជួមុខទៅហ៊ានជួមុខអញ្ចឹងញោមពុទ្ធបរិស័ទសូមអញ្ជើញមកបានច្រើនកកមកពោថ្ងៃហ្នឹងពោឧបត្ថម្ភយើងច្រឡំច្រើនឧបត្ថម្ភបានច្រើនកកមកពោអញ្ចឹងញោមអញ្ចឹងគឺថ្ងៃហ្នឹងព្រះអង្គគ្រូលោកតាធំហៅព្រះអង្គគ្រូលោកតាហេលោកតាវត្តហេដែលនៅខាងមន្ទីរមានជ័យព្រៃច័ន្ទដែលញោមស្គាល់ហើយខាងបុកដងអញ្ចឹងញោមអញ្ចឹងព្រះអង្គនិមន្តមកទទួលទឹកសុទ្ធពីអាត្មាភាពតែមិនដឹងថាបានប្រមាណយូរទេបាន100យូរក៏យើងឧបត្ថម្ភទៅហើយបាន200យូរក៏ឧបត្ថម្ភទៅបាន150ក៏ឧបត្ថម្ភចឹងតែអាត្មាភាពនឹងថានឹងដាក់100យូរឡើងលើប៉ុន្តែមិនដឹងថាប្រមាណទេញោម100ឡើងលើយើងបានច្រើនកាលណាល្អកាលហ្នឹងយើងជួយញោមជួយញោមមកទៅក៏ដាក់ទឹកសុទ្ធមកញោមឬក៏មិនមកក៏
ទទួលបន្តចាប់ពីថ្ងៃនេះទៅហើយសូមសម្រាប់ពរញោមណាអញ្ចឹងគឺញោមក៏ចូលរួមណាឧបត្ថម្ភណាជាចង្ហាន់ណាមកតុក60000រៀលតុក60000រៀលណាអាត្មាភាពមិនបាននេះជាផ្សាយពវិជ្ជអីទេអាត្មាភាពផ្សាយតែការ live នេះឯងណាមានតែញោមបបរស័តឃើញវីដេអូជា friend ណាបានជួយ share ណាអញ្ចឹងគឺថ្ងៃហ្នឹងសូមអញ្ជើញមកបានច្រើនកកពណាអញ្ចឹងញោមណាយើងមកបានច្រើនកកសប្បាយរីករាយបំពេញបុណ្យណាទាំងអស់គ្នាហើយទទួលអីខុសត្រូវអីយ៉ាងណាជាស្រ័យទូខ្វះមុខខ្វះក្រោយលើសលប់អីញោមណាអញ្ចឹងសូមអញ្ជើញមកអញ្ចឹងញោមចូលរួមបុណ្យទាំងអស់គ្នាប៉ុណ្ណាណាសឹងស្មានសង្ឃឹមជឿជាក់លើញោមបបរស័តណាអញ្ជើញមកបានច្រើនកកណាអញ្ចឹងគឺចិត្តដល់ហើយព្រោះយើងចិត្តដល់ថ្ងៃទី11ហើយណាដំណើរទៅមុខតិចហើយណាអញ្ចឹងញោមបបរស័តណាសូមអញ្ជើញមកព្រោះនិយាយដែរណាញោមណាពេញបុណ្យថ្ងៃហ្នឹងថ្ងៃអាទិត្យព្រោះណាថ្ងៃអាទិត្យទី28ណាលេខគូដែលញោមអញ្ជើញមកណាអញ្ចឹងគឺសង្ឃឹមជឿជាក់លើញាតិញោមបបរស័តចូលរួមប្រកេនចង្ហាន់ទាំងអស់អង្គណាញោមណាដើម្បីឲ្យបានអ្នក4ផល4អាពានមួយបានរួចចាក់ទុកទាំងពួងណាឧបទ្រពចង្រៃរោគាណាដែលមកយាតយីញោមណាវិនិច្ឆ័យជាឆ្ងាយទៅណាបានដល់នៅសេរីសួស្តីឲ្យបានសេចក្តីសុខឲ្យបានសេចក្តីចម្រើនសុភមង្គលជុកជុំគ្រួសារតិចជុំតិចតកំពុងខ្ចីញោមណាអញ្ចឹងញោមបបរស័តសូមអញ្ជើញមកបងណាញោមបានណាឲ្យសវត្តក្តីបានឲ្យក្តីទូបានប្រាប់ក្តីអីក្តីអញ្ជើញមកបងមិនប្រកាន់ទេមិនអញ្ជើញមកញោមឲ្យតែបានញោមអញ្ជើញចូលរួមណាអញ្ចឹងក៏អញ្ជើញមកណាយើងជួបគ្នាជាមួយអាត្មាភាពណាលោកតាជាគោហើយមកហៅថាលោកតាក៏ផ្លែងលើហ៊ានដែរខ្លាចក្រុមហ៊ុនគេប្លុកគេបែននេះញោមណាអញ្ចឹងគឺសង្ឃឹមជឿជាក់លើញាតិញោមពុទ្ធបរិស័ទប្រុសស្រីមកឲ្យបានច្រើនក៏អញ្ចឹងតែប៉ុណ្្នឹងប៉ុណ្ណាណាហើយអាត្មាឡាយថតជាវីដេអូខ្លីៗណាអញ្ចឹងគឺខុសត្រូវយ៉ាងណាណាជាស្រ័យដល់គុណចាស់គ្រប់ព្រះអង្គហើយនឹងញោមញាតិបបរិស័ទណាបើបានឃើញវីដេអូហ្នឹងជួយ like ជួយ share ណាពីអាត្មាភាពព្រះភិក្ខុជាគោសូមនមស្ការលានិងសូមចម្រើនពរលាសូមអនុមោទនា